តោះព្រឹកនេះបងប្អូនយើងដងតកៅទឹកចំណៃត្រីក្រំឥឡូវខ្ញុំមកដល់កន្លែងដងហើយបងប្អូនមើលតកៅទឹកនេះយើងអត់ទៅមានសម្រាមទេដោយសារកន្លែងប្រឡងហ្នឹងគឺខ្ញុំអាសារើសសម្រាមចេញហើយយើងអាសាសម្អាតប្រឡងហ្នឹងអញ្ចឹងណាបងប្អូនដើម្បីឲ្យយើងងាយស្រួលដុសអញ្ចឹងបងប្អូនមើលអត់ទៅមានសម្រាមសូមមានគតិអីច្រើនទេអញ្ចឹងនេះគឺជាប្លុកដែលខ្ញុំដូចខ្ញុំចំដូចខ្ញុំថែអាសាកន្លែងចំណៃខ្ញុំដងបងប្អូនអ្នកឃើញអត់ទៅមានសម្រាមទេស្រួលដងទេចឹងយកអាសារើសសម្រាមអាសាកាយវាមកចឹងវាមានហើយតែបើមិនយើងកាយអស់ខ្លាំងពេកក៏វាមូសវាអត់មកពងក៏មានតកៅទឹកដែរចឹងយើងមានទុកមានសបុកមានអីវាខ្លះចឹងទៅដើម្បីយើងដងហើយខ្ញុំ2ថ្ងៃខ្ញុំម្ដង2ថ្ងៃម្ដងចឹងហើយឥឡូវដងបានខ្ញុំសម្អាតសម្រាមសម្អាតអីហើយឥឡូវយើងចាប់ដើមលាងវាលាងអីចឹងណាបងប្អូនលាងវា4 5ទឹកអីអានេះខ្ញុំសម្អាតហើយបានខ្ញុំដាក់ឲ្យត្រីស៊ីហើយយើងដងតាតកៅធម្មតាអាមេចិត្តញាស់ហ្នឹងយើងអត់ដងទេវាខ្លាចវាត្រីស៊ីទៅហើមពោះ